ពិតជាហួសចិត្តខ្លាំងយន្តហោះមួយគ្រឿងត្រូវបានបកក្បាលត្រឡប់ក្រោយវិញព្រោះតែពីឡុតផ្លេចយកប៉ាសពតតាមខ្លួនបើជាធម្មតាយន្តហោះត្រូវបានបង្ខំចិត្តហោះត្រឡប់បកក្រោយវិញដោយមូលហេតុមួយចំនួនដូចជាបើម៉ាស៊ីនមានបញ្ហាអាកាសធាតុអាក្រក់ឬក៏អ្នកដំណើរអុកឡុកជាដើមមកចំណាំវិញយន្តហោះរបស់ United States Airlines មួយគ្រឿងមានលេខ UA 198ហោះហើរចេញពីទីក្រុង Los Angeles ទៅទីក្រុងសៀងហៃកាលពីថ្ងៃទី22ខែមីនាឆ្នាំ2025កន្លងទៅដែលជាត្រូវបង្ខំចិត្តបកក្បាលត្រឡប់មកក្រោយវិញក៏ព្រោះតែមានពីឡុតម្នាក់ផ្លេចយកលិខិតឆ្លងដែននៅផ្ទះបើយន្តហោះ Boeing 787-9បានហោះចេញពីពលានយន្តហោះ Los Angeles នៅវេលាម៉ោង 2:01 នាទីរសៀលថ្ងៃទី22មីនាបាទដែលគ្រូនឹងចុះចតនៅគោលដៅទីក្រុងសៀងហៃម៉ោង 6:35 នាទីយប់ថ្ងៃទី23មីនា2025បាទក្រោយពីហោះហើរបានរយៈពេល7 ម៉ោងស្រាប់តែយន្តហោះត្រូវបានបកក្បាលត្រឡប់ទៅសហរដ្ឋអាមេរិកវិញដោយចុះចតនៅ San Francisco នៅពេលដែលមានពីឡុតម្នាក់ភ្ញាក់ខ្លួនព្រឹត្តថាខ្លួនបានភ្លេចយកលិខិតឆ្លងដែនតាមខ្លួនបើខាងក្រុមហ៊ុនជើងហោះហើរបានផ្ដល់ព័ត៌មានទៅដល់អ្នកដំណើររបស់ខ្លួនថាជើងហោះហើររបស់អ្នកទាំងអស់គ្នាត្រូវបានបកត្រឡប់ទៅ San Francisco បាទជាត្រែគឺ San Francisco វិញដោយសារតែមានបញ្ហាបាទភ្លាមមួយពាក់ព័ន្ធនឹងក្រុមការងាររបស់យើងម្នាក់ដោយតម្រូវឲ្យមានការបដូរក្រុមការងារថ្មីប៉ុន្តែពេលដែលពួកគេទៅដល់ពួកយើងនឹងនាំអ្នកទាំងអស់គ្នាទៅសៀងហៃឲ្យរហ័សតាមដែលអាចធ្វើទៅបានពួកយើងពិតជាសូមអភ័យទោសមែនទែនចំពោះការរអាក់រអួលនេះហើយក៏អរគុណចំពោះការអត់ធ្មត់របស់អ្នកទាំងអស់គ្នាផងដែរបាទគូបញ្ជាក់ផងថាបាទអ្នកដំណើរនៅលើចន្ទហោះទាំងអស់គ្នាក៏បានបាទឲ្យខាងក្រុមហ៊ុនផ្ដល់ voucher ឬក៏អាហារចំនួន$15បាទផងដែរគឺជាការសំទោសចំពោះបញ្ហាដែលបានកើតឡើងបាទជាចុងក្រោយយន្តហោះក៏បានដឹកអ្នកដំណើរទៅដល់គោលដៅគ្រាន់តែយឺតពេលកំណត់ទុក6ម៉ោងបាទខ្ញុំនិយាយថាបាទការកំណត់នឹង6ម៉ោងបាទឥឡូវនេះវាលើស6ម៉ោងទៅទៀតដោយសារតែមានការរអាក់រអួលបាទពីលុតភ្លេចយកប៉ាសពតបងប្អូនណាបាទនេះជារឿងដែលតែពិតជាហួសចិត្តមែនតើបងប្អូនចំពោះករណីនេះណាបាទព័ត៌មាននេះដែរគឺមានតែប៉ុណ្ណេះទេបាទសូមអរគុណសូមជម្រាបលា